HOK គឺបានសហការជាមួយនឹង anime តាមហើយចំពោះ Hero Muji នេះក៏ទទួលបាន single ដែរអញ្ចឹងគេទៅតែបង្ហោះវីដេអូអំពី review skin ហ្នឹងទេគឺមើល skill effect ហើយគឺអេហ្មងអ្នកនរគ្នាហើយក្នុងចំណោម3 skin ហ្នឹងខ្ញុំគិតថាមានតែ Muji ហ្នឹងទេដែលមាន skill effect គឺត្រូវចិត្តខ្ញុំគឺស្អាតជាងគេហ្មងជាពិសេស ultimate នេះគឺដាក់មួយគឺចេញផ្ទះជាងហ្មងគឺវាយនៅក្នុងផ្ទះហ្នឹងហ្មងហើយនេះគឺ basic attack ក៏ស្អាតដែរអ្នកនរគ្នាជារួមទៅគឺពណ៌គឺបែបស្វាយហើយមានលីសអញ្ចឹងណាហើយនេះគឺជា basic attack នៅពេលយើងវាយគ្រប់ប្រហែល4 stack ឯងយើងទទួលបាននៃ passive នេះ passive វាក៏ហក់ដំចឹងហ្មងនេះ passive ក៏ស្អាតដែរហើយនេះគឺជា skill ទី1ដូចយើងคลิกទៅមុខចឹងហក់ទៅមុខហើយគេទទួលបានហើយនេះអាហ្នឹងដូចជាឈាមសអីជុំពេលខ្លួនហ្នឹងវាឡើងឈាមហើយ skill effect វាគឺពណ៌ស្វាយគឺស្អាតមែនតើគេមានស្វាយរាងខ្មៅស្វាយរាងភ្លឺចឹងណាហើយក៏យើងហក់ដំទៀតទៅហ្នឹងដូចហើយ passive វាដែរចឹងនៅពេលយើងចុចទៅ skill ទី1ហើយយើងហក់ដំបានបន្តទៀតហើយ skill ទី2នេះគឺខ្ញុំលេងប៉ះ hero ម្ដងគឺខឹងចិត្តហ្មងគឺ stun យើងអ្នកនេះហើយ stun យើងយូរទៀតណា skill effect គឺបាញ់ទៅចឹងហើយគេមានដូចកំហងដីហើយមានអីបាញ់ជុំវិលហ្នឹងគឺលយហ្មងជីបគឺចង់លេងហ្មងខុសពី Ultraman ការ skin collab Ultraman គឺមានយើងហោះបាញ់ចឹងទៅហើយនេះទៅគឺមាន skill effect គឺមកបែបគឺស្អាតមែនទែនហើយនេះគឺជា ultimate គេដាក់ទៅគឺ stun អ្នកគ្នាហើយវាចេញផ្ទះចឹងហ្មងគឺវាយនៅក្នុងផ្ទះហ្នឹងហ្មងបើ skill ធម្មតាមានទេគ្រាន់តែ stun ធម្មតាទេហើយចំពោះ skin collab នេះគឺ stun ហើយគឺដូចឃើញវាយនៅក្នុងផ្ទះហ្នឹងហ្មងគឺអេហ្មងអញ្ចឹង skin ហ្នឹងខ្ញុំដឹងរយោហើយវាចេញបន្ទាប់ពី skin នៃរបស់ហើយឡើងចេញផែមួយអាទិត្យថ្ងៃទី7ហ្នឹងអ្នកនរគ្នាអញ្ចឹងវាចេញក្រោយគ្នាមួយអាទិត្យហើយនេះគឺជា idol animation គឺលយអ្នកគ្នាគឺអេហ្មងអាហ្នឹងនៅពេលយើងឈប់មានអីចឹងវានៅចេញចលនានោះមកហើយ recall វាក៏អេមដែរគឺឡើងទៅលើគេចឹងហ្មងគឺមានអីនៅក្នុង anime ហ្នឹងគឺ6គឺប្រមូលដាក់មកទាំងអស់ហ្មងហើយនេះគឺជាចលនាពេលយើងដើរគេចេញចលនាលយតែគេតបបាល់ឯដុបបាល់ឯពណ៌ខៀវគឺលយហ្មងហើយនេះគឺជា animation នៅពេលយើងវាយគេងាប់អ្នកគ្នាដូចយើងដូចឌីគេដែរហ្នឹងយើងដាក់គឺគេចេញចឹងលយហ្មងこの器は我のものじゃ